7. តួនាទីរបស់ប៊ូតុងនៅក្នុង menu Page Layout មេនុយនេះមានទីតាំងនៅខាងលើបន្ទាប់ពី menu Insert វាមានតួនាទីបង្ហាញឈ្មោះប៊ូតុងផ្សេងទៀតនៅពេលដែលយើងចុចនៅលើវា Theme នេះគឺគេឲ្យឈ្មោះថាគោលរឿង Theme Color ពណ៌របស់គោលរឿង Theme Font គឺជាទម្រង់អក្សររបស់គោលរឿង Theme Effect គឺជាម៉ូដផ្សេងៗរបស់គោលរឿង Text Direction គឺសម្រាប់បង្វិលទិសដៅអក្សរ Margin សម្រាប់កំណត់រឹមទំព័រ Orientation សម្រាប់ជ្រើសរើសទម្រង់ក្រដាស Size សម្រាប់ជ្រើសរើសប្រភេទក្រដាស Column សម្រាប់កំណត់ជួរអក្សរដូចអត្ថបទកាសែតឬទស្សនាវដ្តី Insert Page and Section Break សម្រាប់បញ្ចូលទំព័រថ្មី Line Number បញ្ចូលលេខរៀងតាមជួរអក្សរ Hyphenation សម្រាប់កំណត់គម្លាតតួអក្សរ Watermark សម្រាប់ដាក់អក្សរជ្រាបក្នុងទំព័រ Page Color ចាក់ពណ៌លើទំព័រ Page Border ចាក់ស៊ុមជុំវិញទំព័រ Indent Left ដកឃ្លាដើរបន្ទាត់តាមតម្លៃលេខពីឆ្វេង Indent Right ដកឃ្លាដើរបន្ទាត់តាមតម្លៃលេខពីស្ដាំ Position គឺសម្រាប់កំណត់ទីតាំងរូបភាពក្នុងទំព័រ Wrap Text គឺសម្រាប់កំណត់កន្លែងឲ្យ Object ឈរ Bring Forward នាំរូបភាពមកខាងមុខ Bring Backward នាំរូបភាពទៅខាងក្រោយ Select Pane បង្ហាញឈ្មោះរបស់ Object ទាំងអស់ដែលមាននៅក្នុងទំព័រ Align ការកំណត់ Object ឲ្យរត់ត្រង់ជួរ Group សម្រាប់ចង Object ជាក្រុម Rotate សម្រាប់បង្វិល Object